រឿងដែលសារខ្វះខ្ញុំជាងគេគឺគាត់ផោមឲ្យខ្ញុំលឺមានថ្ងៃមួយគាត់ជិះឡើងមួយខ្ញុំគាត់គេសុកចេញស្លេងផោមពីតគាត់ព្យាភ្លាមគាត់ថាបងបាយលឺអូនផោមហ្មងពេលហ្នឹងវាអត់ស្រួលពូហើយអត់ស្មាតទៅពួកខ្ញុំតែតគ្នាបាន2ឆ្នាំហើយចង់ដឹងថាបងសន្តាស្គាល់ចិត្តខ្ញុំប៉ុន្មានភាគរយតែឥឡូវខ្ញុំក៏មានសំណួរសួរគាត់ដែរបើសិនជាគាត់ឆ្លើយត្រូវមកសំណួរគឺគាត់ទទួលបាន10000ពីខ្ញុំហ្មងចាស់ធ្វើទាំងអស់គ្នារក្សាចូលចិត្តញ៉ាំស៊ីឈាន់ផឹកម៉ាឆានិងចូលចិត្តពោផ្កាឈូកនិងផ្ទៃមេឃខ្ញុំចូលចិត្តញ៉ាំប្រភេទស៊ីឈាន់ហើយទឹកចូលចិត្តកាហ្វេជាងបើម៉ាឆាយូរញ៉ាំម្ដងឯងតែបើកាហ្វេរាល់ថ្ងៃហ្មងខ្ញុំចូលចិត្តពណ៌ផ្ទៃមេឃនៅពេលដែលរក្សាអត់សប្បាយចិត្តក៏ចូលចិត្តមើល Facebook និង order អីវ៉ាន់ពេលខ្ញុំអត់សប្បាយចិត្តខ្ញុំចូលចិត្តកំងអីញ៉ាំឲ្យតែអត់សប្បាយចិត្តចូលចិត្តកំងអីញ៉ាំព្រោះពេលយើងពិបាកចិត្តឬក៏ stress អីពេលយើងបានញ៉ាំអីគឺវា relax ការឿងដែលរក្សាខ្វះខ្ញុំជាងគេគឺគាត់ផោមឲ្យខ្ញុំលឺមានថ្ងៃមួយគាត់ជិះឡើងមួយខ្ញុំគាត់គេសុកចេញស្លេងផោមពីតគាត់ព្យាភ្លាមគាត់ថាបងបាយលឺអូនផោមហ្មងហើយគាត់ថែរ៉ាប់ច្រើនមែនទេថាអូនទក់អត់ជាប់អូនផោមបដ ாய் ប៉ុន្តែផោមអូនអត់ស្អុយទេព្រោះអីវាលឺហ៎អូនអត់ដឹងទប់មិនទេក៏ផោមហ្មងទៅខ្មាស់មកឯងនិយាយចឹងចង់បដ ாய் គាត់ខ្មាស់ខ្ញុំរឿងផោមផោមមកទៅសោះពេលហ្នឹងវាអត់ស្រួលពូហើយអត់ស្មាតទៅអត់ស្រួលពូហើយវាអត់ដឹងមិនតាំងពីជីពីស្រុកម្ដងពេញផោមរហូតហើយសំខាន់ប្រាប់គេទៀតប្រាប់អ្នកបើកឡានទៀតថាយើងផោមមកប៉ុន្តែផោមអត់ស្អុយទេខ្ញុំគិតថារក្សាឆ្លាញ់ខ្ញុំ100%បើខ្ញុំអត់មានភាគរយទេដល់ស្រឡាញ់ខ្លាំងវាលើសពី500%នឹងទៀតណាពាក្យដែលរក្សាចង់លើចេញពីមាត់ខ្ញុំជាងគេគឺថ្ងៃនេះអូនស្អាតណាអូនគឺជាមនុស្សស្អាតឆ្លាតប្រកែកជាងគេហើយបងសន្យាថានឹងធ្វើឲ្យអូនសប្បាយចិត្តនឹងកាត់ឲ្យអូនឆ្លងគ្រប់ឧបសគ្គបងអរគុណអូនដែលបានចូលមកក្នុងជីវិតបងស្រឡាញ់អូននិយាយទៅពាក្យដែលខ្ញុំចង់លើជាងគេពាក្យច្រើនរហងៃហ្នឹងខ្ញុំសួរគាត់រហូតសួរថាខ្ញុំស្អាតអត់ឬក៏អីបន្តិចសួរគាត់ដែរថាខ្ញុំធាត់អត់អញ្ចឹងប៉ុន្តែអត់ឲ្យទោះមុខខ្ញុំហើមឬក៏រៀងមានសាច់មកគាត់ថាខ្ញុំស្គមដែរនិយាយទៅស្អាតគ្រប់ពេលហ្មងទោះភ្ញាក់ពីដេកមកដោះថ្មិញក៏ដោយអ្វីដែលរក្សាចូលចិត្តញ៉ាំនៅពេលធ្វើការគឺនេះស្ករគ្រាប់ Fox Candy នេះឯងបងប្អូនអ្នកគ្នានិយាយទៅគាត់ញ៉ាំសឹងរាល់ថ្ងៃនៅពេលគាត់លក់ដូរលក់អនឡាញអីចឹងណាតរ៉ាត់ប៊ីអូនចិត្តញ៉ាំ Fox Candy ត្រាព្រោះអីដល់ពេលយើងធ្វើការឬក៏អង្គុយតបឆាតតែឯងអញ្ចឹងយើងត្រូវការមានអីកដោមាត់ព្រោះបើសិនជាអត់មានអីកដោមាត់ទេគឺខ្ញុំធ្វើការអត់ចេញហ្មងអញ្ចឹងរាល់ដងឲ្យតែខ្ញុំអង្គុយតបឆាឬក៏ធ្វើការអីផ្សេងណាខ្ញុំតែងតែញ៉ាំជាមួយនឹង Fox Candy នេះរសជាតិគេរបៀបប្រហើប៉ែមហើយមានច្រើនរសជាតិខ្លាំងហ្មងទៅ the best សម្រាប់អ្នកដែលគាត់ចូលចិត្តរបៀបញ៉ាំកញ្ចែកកញ្ចប់អីខ្ញុំទៅ recommend ឲ្យបងសាក់ញ៉ាំជាមួយនឹង Fox Candy នេះបាន Fox Candy គឺជាស្ករគ្រាប់ដែលផ្សំឡើងពីវត្ថុធាតុដើមគុណភាពខ្ពស់សំខាន់មើលទៅគឺថាថ្លាដូចផ្ទះកញ្ចក់អញ្ចឹងហើយអ្វីដែលគេពិសេសគឺថារសជាតិគេវិញឆ្ងាញ់សាហាវសំខាន់ស្ករគ្រាប់នេះគឺជាផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ីហើយក៏នាំចូលពីប្រទេសឥណ្ឌូនេស៊ីផងដែរមានទាំងកំប៉ុងមានទាំងកញ្ចប់រសជាតិច្រើនហើយបងប្អូនក៏អាចរកទិញបាននៅតាមផ្សារទំនើបឬក៏តូបលក់ចាប់ហួយស្រស់ស្រាយជាមួយនឹងស្ករគ្រាប់ Fox រសជាតិផ្លែឈើឈ្ងុយឆ្ងាញ់ហើយមិនបានអត់ដឹងទាំងអស់ចឹងគាត់តែមួយសោះហ្នឹងអាហ្នឹងស្មើដឹងអស់ហើយស្មើដឹងបានច្រើនហើយឥឡូវបាច់លុយឲ្យបង50000រៀលឥឡូវកំចង់ដឹងថាសំណួរណាដែលគាត់ឆ្លើយខុសតើពេលបងរក្សាអត់សប្បាយចិត្តបងរក្សាចូលចិត្តធ្វើអីហើយបេប៊ីនិយាយថាម៉េចអូនចិត្តលេងទូរស័ព្ទកំបងអនឡាញដូចជាស្លៀកពាក់មកពីចិនអត់ទេពេលគេអត់សប្បាយចិត្តទេគេចូលចិត្តទិញអីញ៉ាំព្រោះការកំងអវ៉ាន់ពីចិនវាមិនមែនបានមកដល់ភ្លាមអញ្ចឹងឲ្យសប្បាយចិត្តមិនកើតឥឡូវមិនឲ្យច្រើនទេបងត្រូវ5សំណួរបាត់លុយមក50000រៀលអត់មិនខុសមួយសំណួរអញ្ចឹងគេមាន6សំណួរបើបេប៊ីឆ្លាញ់អូនណាបេប៊ីឆ្លើយត្រូវទាំងអស់ហើយមិនឆ្លើយខុសមួយអញ្ចឹងទេណាដឹងទាំងអស់ហើយបងសរុបមកអត់បាច់លុយអត់ព្រោះអីឆ្លើយអត់ត្រូវមនុស្សអត់ឆ្លាញ់បេប៊ីអត់ឆ្លាញ់អូនបេប៊ីឆ្លើយអត់ត្រូវអា5សំណួរហ្នឹងមិនឆ្លើយត្រូវឥឡូវចង់ម៉េចបេប៊ីឆ្លើយត្រូវទេខំមកសំណួរអញ្ចឹងអត់ឲ្យលុយទេមកលើបោះជួបក៏បងបាញ់ឲ្យវិញអញ្ចឹងសរុបមកអូនឯងអត់បាញ់ឲ្យបងតែបងបាញ់អូនឯងវិញចប់ពីណាឲ្យបេប៊ីឆ្លើយខុសមួយ50000រៀលណាអញ្ចឹងសរុបមកគឺថាបងអស់លុយវិញហ្នឹងហើយស្រឡាញ់គ្នាគេត្រូវដឹងចិត្តគ្នាមិនបានបេប៊ីឆ្លើយខុសវិញមែនខ្ញុំចង់កឹបកេងឬក៏ចង់បានលុយអីប៉ុន្តែមនុស្សស្រឡាញ់គ្នាឡើង2ឆ្នាំណាហេតុអីបានឆ្លើយសំណួរខុសគ្រាន់តែមួយនឹងសោះអត់យល់